ចឹងសម្រាប់បងប្អូនដែលថ្មីដែលអត់ទាន់បាន subscribe ឬក៏បងប្អូនដែលចង់រៀន design បន្តទៀតបងប្អូនអាចធ្វើការចុច subscribe នៅ channel របស់ខ្ញុំនឹងធ្វើការ upload នៅវីដេអូមេរៀនថ្មីៗជូនទៅកាន់បងប្អូនថែមទៀតអរគុណបងប្អូនច្រើនបាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងយើងដើម្បី log in email របស់យើងចូលទៅក្នុង account Canva បានគឺបងប្អូនត្រូវតែមាន email ដែល email ដែលយើងបានបង្កើតហ្នឹងគឺ email ដែលបានបង្កើតនេះគឺជា username របស់ email address របស់យើងអញ្ចឹងណាអញ្ចឹងចូលមកដល់ tab មួយទៀតបងប្អូនបាយពាក្យថា canva.com មកតបមកបងប្អូន log out ជាមួយនឹង account Canva ចេញដាក់មួយ account Canva អាថ្មីរបស់យើងអញ្ចឹងបងប្អូនយកពាក្យថា continue អញ្ចឹងណាយកពាក្យថា continue with Google បងប្អូន continue with Google ហើយបងប្អូនរើស email ដែលបងប្អូនបានបង្កើតហើយចាំ password ហ្នឹងនេះ email ដែលបានបង្កើតហើយថ្មីហ្នឹងអញ្ចឹងបងប្អូន click លើ email របស់បងប្អូនហ្នឹងមកបន្ទាប់មកពេលយើង log in រួចហើយវាឲ្យយើងរើសតើដែលយើងប្រើ Canva ហ្នឹងសម្រាប់អ្វីមានសម្រាប់ក្រុមហ៊ុនពាណិជ្ជកម្មអាជីវកម្មធំឬក៏ non profit student teacher and professional អញ្ចឹងបងប្អូនយក personal នេះមកអូខេអញ្ចឹងបងប្អូនយក personal នេះមកតបមកបងប្អូនយកពាក្យថា start trial free trial នេះក៏បានឬក៏បងប្អូនយក maybe later អូខេអញ្ចឹងការ log in email របស់យើងចូលនៅក្នុង account Canva គឺបានជោគជ័យរួចហើយអញ្ចឹងណាបងប្អូនអញ្ចឹងការ log in ចូល account Canva របស់យើងបានរួចរាល់ហើយការបង្កើត email របស់យើងក៏បានរួចរាល់ហើយអញ្ចឹងបន្តទៅទៀតគឺបន្តដល់មេរៀនដែលសម្រាប់ដាក់ account របស់យើងខ្លាចជា account pro ចាសូមអរគុណសូមជម្រាបលាបាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះសូមបង្ហាញបងប្អូនទាក់ទងទៅនឹងការ log in email ចូលទៅក្នុង browser ឬក៏ចូលក្នុង computer របស់អ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងនេះគឺបើយិសិនទៅបងប្អូនដែលមាន email រួចហើយមាន password អញ្ចឹងបងប្អូនសូម log in ចូលទៅក្នុង computer របស់បងប្អូនដើម្បី log in ចូលទៅក្នុងកម្មវិធី Canva ទាំងអស់គ្នាអញ្ចឹងបងប្អូនមកស្ដាំនៅលើបើក browser ហើយមកស្ដាំលើ account របស់បងប្អូនថា add other account អញ្ចឹងណាអញ្ចឹងចុចលើនឹងមកបន្ទាប់មកបងប្អូនចុចយកខាងក្រោម use other account អញ្ចឹងបងប្អូនវាយ email ខាងលើ email ដែលយើងបានបង្កើតហើយហ្នឹងណាបង2023@gmail.com អូខេ check មើល email របស់យើងត្រឹមត្រូវហើយបន្ទាប់មក next បន្ទាប់មក password password គឺវាយ password របស់បងប្អូនដែលបានចាំបងប្អូនដែលបង្កើតរួចគឺបងប្អូនកត់ទុកនៅ password ហ្នឹងដើម្បីកុំឲ្យភ្លេចហ្នឹងណានៅក្នុង note ក្នុងទូរស័ព្ទដៃក៏បាននៅក្នុងសៀវភៅក៏បានដែរអូខេបន្ទាប់មកវាយ password ទៅហើយ next អូខេអញ្ចឹងការ log in email របស់បងប្អូនចូលទៅក្នុង computer បានជោគជ័យរួចហើយបន្ទាប់មកបងប្អូនចូលទៅក្នុង Gmail ហ្នឹងណាអញ្ចឹងចូលទៅក្នុង Gmail នេះដែលសម្រាប់ឲ្យយើងមើលតើយើងបានដាក់ចូលតាក់ទងទៅនឹងយើង log in ជាមួយ Canva ហើយអញ្ចឹងនេះគឺជាប្រភេទ email ដែលសម្រាប់ឲ្យយើងបោះឲ្យខាងលោកគ្រូគាត់អ្នក add នៅ email របស់យើងចូលទៅជា account pro បាទបន្តទៀតគឺការ confirm email របស់បងប្អូនទៅជា account pro អញ្ចឹងណាអញ្ចឹងដើម្បីadd ទៅជា account pro បានយើងមើលមេរៀនបន្តទៀតបាទនៅក្នុងមេរៀននេះមានតែប៉ុណ្្នឹងឯងសូមអរគុណសូមជម្រាបលាអញ្ចឹងនេះបងប្អូនទាំងអស់គ្នាសិតតែជា element ណាសម្រាប់យើង design ផ្សេងៗដូចជា element តាក់ទងទៅនឹងបនឯករាជ្យជាតិណាបងប្អូនហើយតាក់ទងទៅនឹងសុំផ្សេងណាយើងមានច្រើនខ្លាំងមែនតើហើយយើងមានថ្មី update ថែមជូនទៅកាន់បងប្អូនទៀតដូចជាកថានាទានណាមានច្រើនខ្លាំងមែនតើអញ្ចឹងងាយស្រួលដែល element សម្រាប់យើង design ដូចជាជុំបិណ្ឌអបអសាទរឬជូនបនឬក៏អីផ្សេងៗចឹងទៅតាក់ទងទៅនឹង element ខ្មែរយើងណាបងប្អូនទាំងគ្នាហើយម្យ៉ាងទៀតនៅក្នុង account នោះគឺយើងមាន font ខ្មែរច្រើនជាង200 font ជាងបងប្អូនទាំងគ្នាហើយយើងមានជាវីដេអូនៃការបង្រៀននៃការហាត់តាក់ទងទៅនឹងការអនុវត្ត design ជាក់ស្ដែងជូនទៅកាន់បងប្អូនបើសិនជាបងប្អូនត្រូវការ account ពីខាងខ្ញុំបងប្អូនអាចឆានមក Telegram របស់ខ្ញុំបានគឺ015.3បាទអរគុណបងប្អូនចា៎យើងទៅបន្តមេរៀនរបស់យើងតទៅទៀត